កាលពីខ្ញុំដួលលើកទី1ខ្ញុំចំណាយពេលអស់ជាងមួយខែទើបមានកម្លាំងចិត្តក្រោកសារជាថ្មីតែលើកនេះជាដួលលើកទី2ខ្ញុំមិនទុកពេលវេលាយូរទេតែមួយថ្ងៃខ្ញុំក្រោកមកវិញហើយព្រោះអីខ្លាចគេចាប់ផ្លុំជាតិអាល់កុលវាស់ជាតិស្វឹង និយាយលេងសើចទេដើម្បីជាកំ pl ែងលើកទឹកចិត្តខ្លួនឯងដើម្បីដើរទៅលើវិស័យមួយនេះទៀតហើយបងប្អូនទាំងអស់គ្នាការត្រឡប់មកវិញលើកនេះខ្ញុំត្រឡប់មកតាមរយៈ YouTube អញ្ចឹងបងប្អូនចាំគាំទ្រផងណាអរគុណច្រើនសូមនិយាយពាក្យនេះដដែលដើម្បីប្រម៉ូទ page YouTube ខ្លួនឯងញ៉េ និយាយកំ pl ែងលេងទេបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពមកចាប់ត្រីចាប់ក្តាមទៀតហើយព្រោះអីថ្ងៃមុនហ្នឹងប្រពន្ធគាត់មកគាត់ចាប់បានខ្យងបឹងដែរតែគាត់ញ៉ាំអត់ឆ្អែតអញ្ចឹងអត់អីទេអូនសម្លាញ់ធានាថាមកកន្លែងនេះបានច្រើនណាស់ព្រោះអីតាមបឹងក្នុងព្រៃបែបនេះខ្យងពងក្រហមខ្យងដែលយើងតែងតែឃើញនៅក្នុងផ្សារក្នុងតាមបឹងឡែងតែស៊ីស្រូវពុកម៉ែបងប្អូនយើងហ្នឹងអញ្ចឹងវាឡើងអត់តាន់មកដល់ទេវានៅជាខ្យងបុរាណរបស់ខ្មែរយើងដដែលអញ្ចឹងវាមានរសជាតិប្លែកឆ្ងាញ់កាលពីនៅសបោដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹងអត់មានណាចាប់ផ្ដើមចាប់អារម្មណ៍អីចង់ញ៉ាំអីទេតែចាប់ផ្ដើមធ្លាក់មិនសូវមានផ្ដើមឡើងតម្លៃថ្លៃគូសមរកទិញផ្សារអត់មានដែរ ពិតមែនហើយបងប្អូនទាំងអស់គ្នានេះគឺជាជីវភាពប្រចាំថ្ងៃរបស់ខ្ញុំគឺបែបនឹងឯងព្យាយាមណាស់បងប្អូនតស៊ូណាស់ផលិតមាតិកាបែបនេះសង្ឃឹមថានឹងទទួលបានលទ្ធផលមួយដ៏ល្អប្រសើរដើម្បីផ្លាស់ប្ដូរជីវភាពឲ្យមានអត្ថន័យជាងមុនតែការបរាជ័យម្ដងជាពីរដងតែខ្ញុំមិនសង្ឃឹមថានឹងបោះបង់ទេព្រោះឯខ្ញុំមិនអាចទៅរកការងារអីផ្សេងបានទៀតទេមិនមែនខ្ជិលរកការងារទេបងប្អូនទាំងអស់គ្នាតែការងារមួយរកមិនងាយបានទេហើយប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារក៏មិនបានច្រើនដែរអញ្ចឹងខ្ញុំវីដេអូនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូននឹងជួយគាំ